ពុតស្ដេចអ្នកនិងស្ដេចគ្រូប្រយុទ្ធគ្នាតើឯងមើលយើងប្រពន្ធយើងសំបីតាមកក់បន្តិចមកហ៊ានផងបើសិនជាយើងឲ្យទៅលិចញ៉ាំហ៊ានទៅការទេណែអានេះអញដូចជាចុកអញដល់វើនេះជីអញថាយ៉ាងម៉េចស្ដេចនេះវាហ៊ានវាប្រហារទៅកាន់មាត់យើងនេះតើវាធន់ទ្រាំនឹងជីវិតហើយមែនទេយីស្រីបិសាចអញហ៊ានធ្វើមកបីដែរយើងផងចំកុកម៉ានេះនៅលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយមានស្ដេចគ្រុឌមួយអង្គកំពុងតែប្រយុទ្ធជាមួយនឹងស្ដេចនាគដើម្បីដណ្ដើមយកផ្ទៃសមុទ្រដែលជាតំបន់របស់ស្ដេចនាគមកកាន់កាប់ធ្វើជារបស់ខ្លួនណែស្ដេចគ្រុឌតើឯងចង់ធ្វើអ្វីណាយើងចង់ដណ្ដើមវិមាននេះរបស់ឯងគួរតែប្រគល់ឲ្យយើងឆាប់មកពុំនោះទេយើងនឹងកំទេចកូនចៅរបស់ឯងរួមទាំងឯងទៀតផងយើងចង់ដឹងថាតើវិមាននេះខ្លាំងប៉ុណ្ណាទៅដើមឡើយយើងមិនចង់ប្រយុទ្ធទេព្រោះតែខ្លាចធម្មពលប្រយុទ្ធប៉ះពាល់ដល់ជីវិតសត្វនិងមនុស្សស្ដេចគ្រុឌឯងបង្ខំយើងពេកហើយស្ដេចនាគនិងស្ដេចគ្រុឌប្រយុទ្ធតទល់ជាមួយគ្នាដែលធ្វើឲ្យធម្មពលនៃការប្រយុទ្ធសាយភាយយ៉ាងសន្ធោសន្ធៅចំណែកនៅជាព្រៃដែលនៅជិតមាត់សមុទ្រមានបរិសម្នាក់ដែលកំពុងតែបរបាញ់សត្វនិយាយឲ្យវាកើតរឿងអីបានជាផែនដីជួយខ្លាំងបែបនេះវិញកំពុងតែភ័យខ្លាចពីរឿងផែនដីរំជួយបរិសនោះបានឃើញថាមានពន្លឺវេទមន្តដែលកំពុងតែប៉ះទង្គិចគ្នានៅលើអាកាសយីតានោះជាពន្លឺអ្វីមិនគួរប៉ះទង្គិចគ្នាខ្លាំងម្ល៉េះបរិសព្រាមប្រៃគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះពន្លឺដែលប៉ះទង្គិចគ្នាគាត់បានរត់យ៉ាងលឿនសម្ដៅទៅកាន់ពន្លឺនោះនៅពេលដែលគាត់បានទៅកាន់តែជិតក៏បានឃើញយ៉ាងច្បាស់ថាយីតាមពុតស្ដេចនាគនិងស្ដេចគ្រុឌប្រយុទ្ធគ្នាតើនៅពេលដែលឃើញស្ដេចនាគនិងស្ដេចគ្រុឌប្រយុទ្ធគ្នាគាត់កាន់តែមានការភ័យខ្លាចកាន់តែខ្លាំងបំរុងនឹងរត់ចេញទៅហើយស្រាប់តែធម្មពលនៃការប្រយុទ្ធទាំងនោះបាញ់មកចំគាត់ដែលធ្វើឲ្យគាត់បាត់បង់ជីវិតមួយរំពេចថាមិនមានមនុស្សរបួសហើយមែនទេនៅពេលដែលឃើញថាមានមនុស្សដែលត្រូវធម្មពលដែលខ្លួនប្រយុទ្ធជាមួយនឹងស្ដេចគ្រុឌវាប្រហារស្ដេចនាគក៏បានបញ្ឈប់ការប្រយុទ្ធហើយក៏បានចុះមកមើលយីបុរសនេះស្លាប់ហើយមែនទេស្ដេចនាគបើឯងបុគ្គលវិមាននេះឲ្យយើងតាំងពីយូរម្លេះមិនមានមនុស្សនិងសត្វរបួសឡើយយីស្ដេចគ្រុឌថៃអ្វីបានជាឯងខុសខើខ្លាំងបែបនេះមើលទៅបើយើងមិនបង្ហាញកម្លាំងពិតឯងពិតជាមិនខ្លាចយើងឡើយនៅពេលនោះដែរស្ដេចនាគក៏មានការខឹងក្រោធទៅកាន់ស្ដេចគ្រុឌជាខ្លាំងនៅពេលដែលឃើញថាស្ដេចនាគមានកម្លាំងខ្លាំងក្លាស្ដេចគ្រុឌក៏បានភ័យខ្លាចហើយបើកភ្នែកធំមើលទៅកាន់ស្ដេចនាគយើងប្រយុទ្ធជាមួយនឹងវាអំបញ្ញមិញនេះធម្មពលវាខ្សោយទេមិនបានពេលនេះធម្មពលវាខ្លាំងសម្បំម្លេះស្ដេចគ្រុឌនិយាយមិនទាន់ចាប់ផងស្រាប់តែស្ដេចនាគប្រើវេទមន្តដ៏ខ្លាំងក្លាវាសម្ដៅទៅកាន់ស្ដេចគ្រុឌដែលធ្វើឲ្យស្ដេចគ្រុឌមានរបួសយ៉ាងខ្លាំងអាយ៉ាហេតុអ្វីបានជាធម្មពលឯងខ្លាំងសម្បំម្លេះមកទៅបើយើងនៅប្រយុទ្ធបន្តទៀតប្រកាសជាស្លាប់មិនខានភ្លាមនោះស្ដេចគ្រុឌក៏បានគេចខ្លួនបាត់ពីទីនោះត្រឹមតែមួយរំពេចហើយតាំងពីពេលនោះមកស្ដេចនាគក៏បានសច្ចាថាចាប់ពីថ្ងៃនេះទៅអម្បូរនេះនិងអម្បូរគ្រុឌគឺជាសត្រូវនឹងគ្នាបើយើងឃើញអម្បូរគ្រុឌនៅកន្លែងណាយើងនឹងកម្ចាត់នៅកន្លែងនោះហើយអម្បូរគ្រុឌរបស់ឯងត្រៀមខ្លួនឲ្យហើយទៅស្ដេចនាគនិយាយសច្ចាពោពេញដោយអំណាចនិងគួរឲ្យខ្លាចផងដែរនាពេលយប់ស្ងាត់មានបរិសប្រមឹកពីរនាក់កំពុងតែអង្គុយផឹកម្នាក់មានឈ្មោះថាចំបៃចំណែកម្នាក់ទៀតមានឈ្មោះថាចរិយាអ្នកចំបៃឯងមិនដឹងទេកាលពីថ្ងៃមិញស្ដេចនាគឲ្យស្ដេចគ្រុឌវាយគ្នាសាហាវណាស់និយាយអានេះໄວអញដឹងមិនបើអញផឹកសវងស្លាប់តាមភ្នាក់មិញហ្នឹងចូលមកនេះហើយឥឡូវអីក៏ផឹកអន់ម្លេះផឹកស្រាសមកកានពីកាលសោះហើយសវងដែរចូលមកនេះមកវានិយាយដោយសារតែអញផឹកជាមួយឯងហ្នឹងស្លាប់ពីយប់ពីថ្ងៃដល់ពេលដឹងខ្លួនឡើងបាត់ប្រពន្ធតាណាបាត់សូនណាសូម្បីតែឆ្កែតែអញក៏វាបាត់ដែរឯងមើលយេទីបំផុតហើយធ្វើបានសម្រេចហើយសម្លាញ់ហើយខំផឹកមកជីវិតហើយទើបទៅបានសម្រេចឥឡូវអញសូមទូចអបអរឯងផងយីមើលវាអានេះពូមកបងតែការទុកវាសបាយវិញហើយចាំមើលថាប្រពន្ធឯងរត់ចោលវិញអញសោយតយ៉ាស់មកយីអាកាចាស់នេះទើបតែភ្ញាក់ពីស្វាងសោះឥឡូវទៅផឹកទៀតហើយចាំមើលអញទៅវាយឲ្យផ្អើវិញឃុំត្មងហើយចាំមើលនារីដែលជាប្រពន្ធរបស់ចាក់ចាស់គាត់ក៏បានដើរសម្ដៅមកយ៉ាងលឿនដែលមានកាន់ដំបងយ៉ាងធំនារីកាន់ដំបងដើរកាត់ពីផ្ទះមួយទៅផ្ទះមួយសំបីតែឆ្កែក៏មិនហ៊ានព្រុសនាងដែរហើយចាំមើលឲ្យតែមានអនាគតអញវាយតាំងអានងទៀតមួយថ្ងៃវាទំនេរខ្លាំងណាស់មែនបានមកដល់ប្រពោះប្តីគេទៅផឹកចំណែកចំបៃនិងចរិយាកំពុងតែអង្គុយប្រងប្រាជ្ញជាមួយគ្នាណែចំបៃយើងគិតថាឯងនឹងពិតជាកំសាកខ្លាំងណាស់ឯងមើលយើងប្រពន្ធយើងសំបីតាមកក់បន្តិចមកហ៊ានផងបើសិនជាយើងឲ្យទៅលិចញ៉ាំហ៊ានទៅការទេយើងឲ្យនាងអង្គុយយើងឲ្យនាងដេកណែអានេះអញដូចជាចុកអញដល់វើយីអានេះវិញហើយជោគអាចសោះឲ្យវិធានខ្លាំងម្លេះយើងនិយាយរឿងកូនស្មាតូចនៅផ្ទះយើងមិនទាន់ចប់ផងហ្នឹងណែតែបែឯងនិយាយថាម៉េចហ្នឹងចំប្រពន្ធសម្លាញ់អូនមកពេញការអូយចំបៃជួយអញហងវៃអញចិត្តមកហើយអូយចំយ៉ាហើយវើចេះអញរត់រួច
ចំណែកស្ដេចគ្រុឌកំពុងតែអង្គុយព្យាបាលរបួសនៅក្នុងព្រៃមួយកន្លែង យីហេតុអ្វីបានជាស្ដេចនេះវាមានថាមពលកាយសាហាវខ្លាំងបែបនេះវិញនេះបើគុំតែយើងរត់លឿនទេកុំឲ្យយើងត្រូវស្លាប់មិនខាន លោកម្ចាស់ក្រៃលោកម្ចាស់មានមិត្តភក្តិម្នាក់មែនទេលោកម្ចាស់ មិនហើយបោគុំតែឯងនិយាយខ្ញុំភ្លេចឲ្យឆឹងស្ដេចបិសាចដែលជាមិត្តយើងវាមានកម្លាំងខ្លាំងសម្បើមណាស់អាចនិយាយបានថាខ្លាំងជាងយើងរាប់រយដងឯណោះបើយើងទៅពងវាឲ្យមកជួយក៏ជាឈ្នះមិនខានឥឡូវឯងថាទៅសុំជំនួសពីវាមក បើខ្ញុំទៅលោកម្ចាស់ក្រៃលោកថាគាត់មិនមក យីឯងនិយាយត្រូវបើសិនជាឯងទៅបើគាត់ជាវាមិនមកទេអូយើងនឹកឃើញវិធីមួយហើយឯងត្រូវតែទៅប្រាប់វាថាយើងគឺជាស្ដេចគ្រុឌដែលជាមិត្តវាត្រូវបានស្ដេចនេះវាយឲ្យរបួសធ្ងន់ខ្លាំងណាស់មិនអាចទៅជួបវាបានឡើយធ្វើបែបនេះប្រកាសជាវាមកមិនខាន សេនារបស់ស្ដេចគ្រុឌក៏បានចេញដំណើរទៅទាំងយប់ យីយើងទៅមិនដឹងថាមានជីវិតមកវិញអត់ទេវ៉ៃលើមកថាស្ដេចបិសាចនេះកាយសាហាវខ្លាំងណាស់ហ៊ានតែនិយាយខុសតាមមួយម៉ាត់ប្រកាសជាសម្រាប់យើងមិនខាន ក្រោយមកសេនារបស់ស្ដេចគ្រុឌក៏បានទៅដល់វាំងរបស់ស្ដេចបិសាចហើយក៏បាននិយាយប្រាប់ស្ដេចបិសាចនៅពាក្យពេចន៍ដែលស្ដេចគ្រុឌបានប្រាប់ យីអញថាយ៉ាងម៉េចស្ដេចនេះវាហ៊ានវាប្រហារទៅកាន់មិត្តយើងនេះតើវាធន់ទ្រាំនឹងជីវិតហើយមែនទេ ស្ដេចបិសាចខឹងខ្លាំងសម្បើមណាស់ក៏ចេញពីក្នុងវាំងត្រឹមតែមួយរំពេចក៏បានទៅដល់កន្លែងដែលស្ដេចគ្រុឌកំពុងតែព្យាបាលរបួស ណែសម្លាញ់តើឯងយ៉ាងម៉េចហើយរបួសឯងស្ដេចបិសាចឯងទៅតែជួយសងសឹកឲ្យយើងគ្រាន់តែទៅដើរលេងចិត្តមកសមុទ្រសោះយើងមិនទាន់នឹងដឹងអីផងសពតែស្ដេចនេះបានវាយប្រហារយើងពីក្រោយឯងកំភៃឯងគឺជាមិត្តរបស់យើងចាំមើលយើងមិនត្រឹមតែទៅសងសឹកឲ្យឯងនោះទេយើងនឹងទៅដណ្ដើមវាមាននេះឲ្យឯងកាន់ការពីផង ល្បីរបស់យើងពិតជាស័ក្តិសិទ្ធិខ្លាំងមែនទែនយើងធ្លាប់បានលើមកថានៅក្នុងវាមាននេះមានកុមារនេះម្នាក់ដែលកំពុងតែដេកលងលក់ហើយបើសិនជាមាននរណាម្នាក់បានស៊ីសាច់វាក៏ជាមានកម្លាំងខ្លាំងក្លាអស្ចារ្យហើយចាំមើលនៅពេលដែលយើងបានស៊ីសាច់វាហើយសូម្បីតែស្ដេចបិសាចក៏យកមិនទុកដែរចាំមើលយើងនឹងគ្រប់គ្រងទាំងឋានបិសាច ស្ដេចបិសាចមើលមិនដឹងពីល្បិចរបស់ស្ដេចគ្រុឌសម្បីតែបន្តិចក្រោយមកស្ដេចបិសាចក៏បានដើរកាត់ភូមិតម្រង់ទៅកាន់សមុទ្រដែលជាកន្លែងរបស់ស្ដេចនាគ ណែស្ដេចបិសាចសម្លាញ់យើងគិតថាមុននឹងទៅឯងគូតែដើរស៊ីមនុស្សឲ្យឆ្អើតសិនទៅដើម្បីបានកម្លាំងទៅប្រយុទ្ធជាមួយនឹងស្ដេចនេះល្អណាស់សម្លាញ់ឯងពិតជាគិតគូរដល់យើងខ្លាំងណាស់ ចាំមើលនៅពេលដែលស្ដេចនេះបានដឹងថាអ្នកភូមិដែលវាស្រឡាញ់ការពាររាល់ថ្ងៃនោះត្រូវបានស្ដេចបិសាចចាប់ស៊ីយ៉ាងព្រៃផ្សៃចាំមើលតើវាជួយចាប់ប៉ុណ្ណាទៅ ស្ដេចបិសាចនិងស្ដេចគ្រុឌក៏បានដើរអុកឡុកផ្ទះអ្នកភូមិហើយចាប់មនុស្សម្នាជាច្រើនស៊ីផងដែរ អាចតំបៃឲ្យប្រពន្ធឯងទៅណាហើយវើយមិនបានជាមិនរត់មកតាមពួកយើងចឹង អរត់តាមយើងយ៉ាងម៉េចតើបើអ្នករត់ចោលយើងមកហើយហ្នឹង មិនក៏អីវ៉ៃគ្នាជួយអបអរឯងផងអាសម្លាញ់ទីបំផុតការផឹករបស់ពួកយើងមួយជីវិតនេះពិតជាមិនអត់ប្រយោជន៍ទេ អើបើឯងបាត់ឆ្កែតែយើងវិញណាសំបីតែលីអូក៏ប្រពន្ធយើងមិនទុកឲ្យដែរ យីហេតុអ្វីបានជាអាពីរនេះវារត់លឿនខ្លាំងម្ល៉េះ ពេលនោះដែរស្ដេចបិសាចខឹងខ្លាំងពេកក៏បានទាត់ពួកគេឲ្យធ្លាក់ចូលទៅក្នុងទឹកសមុទ្របាច់ទៅហើយការរំជួយដីក៏ធ្វើឲ្យស្ដេចនាគដឹងហើយក៏បានឡើងមកមើលផងដែរ យីតាមពិតស្ដេចគ្រុឌនិងស្ដេចបិសាចនេះសោះតែពេលនេះយើងគួរធ្វើយ៉ាងម៉េចយើងមិនអាចពីយុទ្ធឈ្នះស្ដេចបិសាចបានឡើយ យីស្ដេចនេះតើឯងលួចវាប្រហារមិត្តយើងពីក្រោយមែនទេធ្វើឲ្យស្ដេចគ្រុឌមិត្តយើងមានរបួសធ្ងន់ខ្លាំងណាស់ យីឯងថាយ៉ាងម៉េចស្ដេចបិសាចឯងថាយើងលួចវាប្រហើរវាពីក្រោយមែនទេ មិនហើយបើមិនចឹងឯងគិតថាយើងនឹងជាអ្នករករឿងឯងមុនមែនទេ នេះតើឯងចង់ខ្ចីដៃស្ដេចបិសាចមកកំចាត់យើងមែនទេ ស្ដេចនេះឯងគិតថាមិត្តយើងក៏ហាក់យើងមែនទេ មិនហើយបើឯងចង់ដឹងឯងសួរគេខ្លួនឯងទៅ ណែស្ដេចនេះឯងកុំចង់ចោទប្រកាន់យកអសោះណាឯងគឺជាអ្នកវាប្រហារយើងមុនទេបានហើយកុំនិយាយច្រើនស្ដេចនេះឯងចាប់ប្រគល់ជំនាញនេះឲ្យមុខមិត្តយើងមកដើម្បីជាធ្នូដែលឯងធ្វើឲ្យមិត្តយើងរបួស ស្ដេចបិសាចឯងសាបតែសម្ដីវាមកខាងហើយចង់មកដណ្ដើមវិមាននេះយើងទៀតយើងមិនព្រមដាច់ខាត នៅពេលដែលស្ដេចនាគមិនព្រមធ្វើតាមសំណើរបស់ខ្លួនស្ដេចបិសាចក៏មានការខឹងយ៉ាងខ្លាំងទៅកាន់ស្ដេចនាគហើយស្ដេចបិសាចក៏បានបញ្ចេញនៅធម៌ពលវិតមន្តដ៏ខ្លាំងក្លាប្រយុទ្ធជាមួយនឹងស្ដេចនាគតែមើលទៅកម្លាំងនៃអំណាចធម៌ពលរបស់ស្ដេចនាគមិនអាចធ្វើអ្វីទៅកាន់ស្ដេចបិសាចបានឡើយហើយក៏ត្រូវបានស្ដេចបិសាចវាយឲ្យរបួសធ្លាក់ទៅលើផ្ទៃសមុទ្រចំណែកចំបៃនិងចក្រយាដែលបានធ្លាក់ចូលមកក្នុងសមុទ្រពួកគេក៏បានធ្លាក់ទៅដល់កន្លែងរបស់កុមារទេពដែលគេតែងតែហៅថាកុមារនាគដែលគេតែងតែល្បីថាមានធម៌ពលនៃអំណាចវេទមន្តខ្លាំងក្លាគ្មានគូប្រៀប ណែចំបៃឯងមើលនៅទីនេះគឺជាវិមានស្ដេចនេះមែនទេ យើងធ្វើមិនដឹងបើយើងដើរមកផង ណែនេះឲ្យមើលកូនក្មេងដេកទៅលើនោះស្អាតណាស់ ចំស្អាតមែនតើវ៉ៃយើងបងអត់កូនផងបើយកវាទៅធ្វើកូនមិនអរយ៉ាងណាទេ យីអានេះវៃកុំមកទេកូនស្ដេចនេះឯងកូនបើហឺនមិនបាយចង់បានមែនណាកូនអាគីនៅផ្ទះអញអុយទៅតែកើតបាន4 5ម៉ៃយកមួយទៅប្រពន្ធអញនាងបានទៅតាមទេ ចូលមើលអាមើលទូរទស្សន៍ នៅពេលនោះដែរការរំខានរបស់ពួកគេទាំងពីរក៏ធ្វើឲ្យកុមារនាគភ្ញាក់ពីដំណេក យីនៅណាគេមករំខានយើងដេកហ្នឹងយ៉ានេះក៏កុំមកនេះភ្ញាក់ឲ្យវើយ អញលឺមកថាមិនដែលមាននរណាទេដាស់កុមារនេះភ្ញាក់ទេ បើអញ្ចឹងមែនមានតែយើងតែពាក់ហ្នឹងគឺជាអ្នកមានបុណ្យបានអាចដាស់កុមារនេះភ្ញាក់បានណា ទេអានេះមិនមែនទេអញនេះជាអ្នកមានបុណ្យហើយជាអ្នកមានបាបទេ នៅអ្នកទាំងពីរតែនៅខាងលើមានរឿងអ្វីទៅដូចជាលឺសំឡេងប្រយុទ្ធ បាត់ប្រែប្រែកុមារនេះគឺ
យីអានេះໄວក៏តែប៉ុណ្្នឹងសោះកូននិយាយថាដាច់ដែរ នៅខាងលើកំពុងតែមានស្ដេចញាក់ហើយនិងស្ដេចបិសាចនិងស្ដេចគ្រុឌកំពុងតែប្រយុទ្ធគ្នា ថាម៉េចស្ដេចបិសាចកំពុងតែប្រយុទ្ធជាមួយនឹងបិតាយើងព្រះរាជកុមារនេះបានស្រាប់ឮហើយក៏មានការព្រួយបារម្ភជាខ្លាចទ្រង់ក៏បានឡើងទៅលើផ្ទៃសមុទ្រយ៉ាងលឿននៅពេលដែលឃើញថាបិតាខ្លួនត្រូវគេធ្វើបាបយីស្ដេចបិសាចឯងហ៊ានធ្វើបាបបិតាយើងផង ចំកុមារនេះ ដោយសារតែព្រះរាជកុមារនេះមានកំហឹងយ៉ាងខ្លាំងនៅពេលដែលឃើញថាមានគេធ្វើបាបបិតាខ្លួនទ្រង់ក៏បានបញ្ចេញនៅថាមពលដ៏ខ្លាំងសន្ធោសន្ធៅចំណែកស្ដេចបិសាចនិងស្ដេចគ្រុឌក៏បានខំប្រឹងទប់ទល់ផងដែរ នេះយើងទៅលេងរួចហើយស្ដេចបិសាចតើគួរធ្វើយ៉ាងម៉េចទៅទ្រង់បន្តិចទៅយើងកំពុងតែរកឱកាសរត់គេចហើយនេះ ការប្រយុទ្ធមិនទាន់នឹងបានប៉ុន្មានផងស្ដេចគ្រុឌនិងស្ដេចបិសាចក៏ត្រូវចាញ់នៅក្រោមអំណាចរបស់ព្រះរាជកុមារនេះស្ដេចបិសាចពួកឯងពិតជាប្រហើនខ្លាំងមែនទែនចាំមើលយើងនឹងដកធម៌ពលរបស់ពួកឯងចេញឲ្យអស់ហើយនឹងធ្វើឲ្យពួកឯងខ្លាចទៅជាថ្មដើម្បីឲ្យពួកឯងដឹងថាពីរសជាតិនៃការអស់សង្ឃឹមស្ដេចបិសាចនិងស្ដេចគ្រុឌក៏បានប្រែក្លាយទៅជាថ្មមួយរំពេច